មានមេខ្លាឃ្មុំមួយវាដើរស្ពេស្មៅមួយស្បោងដើរចេញពីព្រៃពេលនោះសេះដើរមកឃើញហើយក៏បានសួរថាសួស្ដីបងខ្លាឃ្មុំបងអញជើញទៅណាមកណានឹងហើយឃើញស្ពាយស្អីគេនោះអូសួស្ដីបងសេះខ្ញុំដើររកមើលអ្នកចេះមើលកូនឲ្យខ្ញុំពេលដែលខ្ញុំចេញទៅរកចំណីនៅឆ្ងាយពីផ្ទះនោះតើបងមានដឹងអ្នកណាចេះមើលកូនដែរឬទេអើយស្គាល់តាបងគ្រាន់តែមើលក្មេងមានអីពិបាកទៅតើបងមានអ្វីឲ្យគេបើគេចេះមើលក្មេងនោះមានតើបងខ្ញុំមានស្មៅមួយស្បោងនៅលើខ្នងខ្ញុំនេះឲ្យតែចេះមើលថែកូនរបស់ខ្ញុំនឹងឲ្យស្មៅនេះអញ្ចឹងល្អណាស់ស្មៅនេះបងឲ្យមកខ្ញុំមកខ្ញុំនឹងមើលកូនឲ្យបងខ្ញុំធានាថាមើលកូនឲ្យបងល្អខ្លាំងបំផុតតែម្ដងល្អណាស់អញ្ចឹងបងសេះឯងទៅលួមលងច្រៀងបងពេលវាទៅបើបងចេះខ្ញុំនឹងឲ្យស្មៅនេះទៅបងខ្ញុំចេះណាបងចាំស្ដាប់ខ្ញុំណាដឹងតែពីរោះហ្មងអើយមិនកើតទេណាបងសូមអធិស្ឋានផងណាបងឯងច្រៀងមិនពីរោះទេច្រៀងមិនកើតផងច្រៀងអីអញ្ចឹងទេច្រៀងដូចសេះអញ្ចឹងអើយមិនបាននោះទេថាហើយមេខ្លាឃ្មុំក៏បានដើរផ្សងព្រេងទៅខាងមុខទៀតទៅលុះមកដល់ខាងមុខបន្តិចក៏បានជួបនឹងគោមួយគោឃើញក៏បានសួរទៅកាន់ខ្លាឃ្មុំថាសួស្ដីបងខ្លាឃ្មុំបងអញជើញទៅណានឹងមើលឃើញមានស្ពាយស្អីគេនៅក្នុងស្បោងនឹងសួស្ដីបងកខ្ញុំដើររកអ្នកចេះមើលកូនឲ្យខ្ញុំព្រោះខ្ញុំត្រូវទៅរកចំណីនៅឯឆ្ងាយពីផ្ទះបងខ្លាឃ្មុំតើបងមានអ្វីឲ្យគេបើមានអ្នកមើលថែកូនឲ្យបងនោះមានប្រាក់ខែដែរឬទេឬជាការតបស្នងអ្វីវិញទៅគឺស្មៅមួយស្បោងនៅលើខ្នងខ្ញុំនេះឲ្យតែចេះមើលថែកូនខ្ញុំឲ្យបានល្អខ្ញុំនឹងឲ្យស្មៅនេះមែនអត់បងខ្លាឃ្មុំបើមែនឲ្យខ្ញុំនេះជាអ្នកមើលថែកូនបងចុះណាប្អូនធានាថានឹងមើលថែកូនរបស់បងឲ្យបានល្អខ្លាំងបំផុតបងនិយាយមែនតាប្អូនកូបើអញ្ចឹងឯងចេះលួមលងច្រៀងបំពេវាទេបើចេះបងនឹងប្រកល់ស្មៅនេះទៅដល់ប្អូននិយាយមិនចេះមិនទៅបងអ្នកណាមិនល្បីថាខ្ញុំនេះច្រៀងពីរោះបងចាំស្ដាប់មើលចុះណាបានហើយជប់ច្រៀងទៅខ្ញុំថ្លង់ខ្លាំងណាស់លោកអើយច្រៀងដូចគោរោអញ្ចឹងថាហើយខ្លាឃ្មុំក៏បានយកដៃចុកត្រចៀករួចក៏បន្តដំណើរទៅខាងមុខទៀតទៅលុះទៅដល់ខាងមុខបន្តិចក៏បានជួបនឹងទន្សាយមួយទន្សាយក៏បានសួរទៅកាន់មេខ្លាឃ្មុំថាសួស្ដីបងខ្លាឃ្មុំបងអញ្ជើញទៅណានឹងតើបងស្ពាយអីគេនៅពីក្រោយនឹងអូសួស្ដីបងអូនទន្សាយខ្ញុំដើររកអ្នកចេះមើលថែកូនឲ្យខ្ញុំដើរជួបពី3នាក់ហើយប៉ុន្តែគេមិនចេះមើលថែតតែសោះម្នាក់ច្រៀងដូចសេះចំណែកម្នាក់ទៀតស្រែកដូចគោរោអញ្ចឹងហើយខ្ញុំក៏បន្តដំណើរមកខាងមុខទៀតទៅតើប្អូនមានស្គាល់ដែរឬទេតើអ្នកណាគេចេះមើលថែក្មេងនោះព្រោះខ្ញុំត្រូវចេញទៅរកអាហារយ៉ាងឆ្ងាយឲ្យពួកគេនៅផ្ទះខ្លាចមានគ្រោះថ្នាក់អូខ្ញុំស្គាល់អន្តើបងមានអ្វីឲ្យគេបើគេចេះមើលថែកូនរបស់បងនោះមានប្អូនទន្សាយនៅក្រោយខ្នងបងនេះគឺស្មៅមួយស្បោងបើគេចេះមើលថែកូនរបស់បងឲ្យបានល្អនោះបងនឹងឲ្យស្មៅទៅគេទាំងអស់មែនក៏អីបងខ្លាឃ្មុំអញ្ចឹងបងឲ្យមកខ្ញុំមកណាខ្ញុំសន្យាថានឹងមើលកូនរបស់បងឲ្យល្អខ្លាំងបំផុតប្អូនទេនាណាបងជឿជាក់លើប្អូនចោះនេះឯងចេះមើលថែកូនខ្ញុំដែរមែនឬទេបាទបងគឺខ្ញុំជាអ្នកពូកែមើលថែក្មេងនោះអីចាំមើលខ្ញុំនិយាយឲ្យបងស្ដាប់ណានៅស្ងៀមណាក្មួយម៉ែឯងចេញទៅរកចំណីបន្តិចទៀតគាត់នឹងត្រឡប់មកដល់វិញហើយកុំឆ្លុះគ្នាអីណាត្រូវចេះស្រឡាញ់គ្នាចេះរួមសាមគ្គីគ្នាអ្នកណាចេះជាងគេយើងនឹងឲ្យនំនឹងទឹកឃ្មុំច្រើនជាងគេណាកាលណាម្ដាយកូនឯងត្រឡប់មកវិញគាត់នឹងលើកថើបសរសើរកូនឯងហើយណាកូនសម្លាញ់មិនហើយបងខ្លាឃ្មុំតើប៉ុណ្ណឹងបានហើយឬនៅអ្នកចេះរបៀបនេះហើយដែលខ្ញុំនេះស្វែងរកឥឡូវបានជួបហើយពិតជាល្អខ្លាំងណាស់បងអូនទន្សាយមេខ្លាឃ្មុំក៏នាំទន្សាយទៅផ្ទះរបស់ខ្លួនហើយក៏ប្រគល់កូនទាំង3ឲ្យទន្សាយមេខ្លាឃ្មុំក៏បានចេញទៅរកចំណីបាត់ទៅមេខ្លាឃ្មុំសប្បាយចិត្តណាស់ហើយក៏មានអារម្មណ៍ថាកក់ក្ដៅក្នុងចិត្តដែរទន្សាយនៅជាមួយកូនខ្លាឃ្មុំហើយក៏និយាយថាមកក្មួយយើងនាំគ្នាទៅលេងនៅខាងក្រៅណាខ្ញុំនឹងបង្ហាត់ពួកឯងឲ្យចេះលោតទាំងអស់គ្នាណាឲ្យចេះលោតដូចខ្ញុំអញ្ចឹង
ទៅណាទៅមិញតនសាយលោតយ៉ាងម៉េចទៅម៉ែរបស់ខ្ញុំមិនได้ไปเรียนឲ្យខ្ញុំនេះចេះលោតផងហ្នឹងហើយមកពីម៉ែក្មួយនេះមិនចេះលោតដូចជាមិញបានជាគាត់មិនได้ប្រហាត់ពួកក្មួយបែបនេះនោះបន្ទាប់មកតុនសាយក៏បាននាំកូនមេខ្លាឃ្មុំទៅណែក្មួយចាំមើលមិញលោតណារួចហើយចាំធ្វើតាមមិញមក1 2ទៅហើយតុនសាយលោតផ្លោតឆ្លងអូររួចដោយស្រួលកូនខ្លាឃ្មុំបើកភ្នែកធំហើយវាក៏បានទះដៃព្រមគ្នាមកអ្នកណាលោតរួចនឹងបាននំនឹងទឹកឃ្មុំយ៉ាងធំលោតមកកូនលោតមកបងទី1លោតមកមុនគេមកកូនខ្លាឃ្មុំទី2ធាត់ជាងគេលោតផ្លោតទៅធ្លាក់ក្នុងភក់ត្រឹមចង្កេះកូនខ្លាឃ្មុំទី3ទៅជាងគេវាលោតផ្លោតធ្លាក់ទឹកលិចចុងច្រមុះកូនទាំង3ក៏នាំគ្នាលេងទឹកផុកនោះសើចប្រឡែងគ្នាលេងយ៉ាងសប្បាយរីករាយរួចហើយក៏បាននាំគ្នាឡើងមកលើវិញកូនល្ងាចនឹងយើងនាំគ្នាត្រឡប់ទៅរោងវិញណាអ្នកណាឡើងទៅដល់មុនគេនោះនឹងបាននំធំជាងគេណាកូនខ្លាឃ្មុំឮដូច្នេះហើយក៏ប្រណាំងប្រជែងគ្នារត់ឡើងលើគោកតាពួកយើងនាំគ្នាទៅផ្ទះវិញលុះទៅដល់ក្នុងរោងតុនសាយរៀបចំហូបអាហារឲ្យកូនខ្លាឃ្មុំហូបរួចហើយឲ្យផឹកទឹកឃ្មុំក្នុងធុងនោះម្ដងម្នាក់លុះត្រាដល់ឆ្អែតរោមកូនខ្លាឃ្មុំទៅទឹកជោកដោយទឹកឃ្មុំតុនសាយក៏នាំទៅប្រមៀលេងនៅផេះចង្ក្រានរោមស្អិតត្រូវផេះបះឡើងជ្រងមើលទៅដូចសត្វកម្មប្រមាអញ្ចឹងពេលនោះមេខ្លាឃ្មុំក៏បានមកដល់ល្មមវាបើកភ្នែកធំហើយក៏បានស្រែកសួរថាកូនសម្លាញ់អ្នកណាឲ្យកូនទៅលេងភូអញ្ចឹងកូនគឺមិញតុនសាយណាអ្នកម៉ែអូយសប្បាយខ្លាំងណាស់អ្នកម៉ែអើយចុះអ្នកណានាំកូនទៅមុជទឹកក្នុងធុងទឹកឃ្មុំនោះគឺមិញតុនសាយណាម៉ែគឺមិញតុនសាយនាំកូនណាទៅលេងអូយសប្បាយខ្លាំងណាស់ជឿអាមីតុនសាយកំហូចចាំបន្តិចណាអញនឹងប្រមានឯងម្ដងនាំកូនអញខូចអស់មេខ្លាឃ្មុំក៏បានដើរទៅយកដំបងយ៉ាងធំបំរុងនឹងវាយតុនសាយក៏បានរត់ប្រុចចូលទៅក្នុងព្រៃបាត់ទៅ